ចំពោះគម្រោងរបស់គ្នាខ្ញុំធ្វើឡើងនេះគឺដើម្បីអនុវត្តគ្រឹះស្ដីត្រូវនៅក្នុងជីវភាពជាក់ស្ដែងការសិក្សាហ្នឹងគឺយកបំណងចំណេះដឹងសិក្សាគ្រឹះស្ដីឬក៏សិក្សាអំពីស្ថាបត្យកម្មត្រូវក៏ដូចជាវិធីសាស្ត្រមួយការកណនានៅក្នុងការអនុវត្តជាក់ស្ដែងសំណង់ពិតប្រាកដដូចជាស្ពានអគារឬក៏សំណង់ឧស្សាហកម្មហើយម្យ៉ាងវិញទៀតក៏ជួយដល់និស្សិតឬក៏វិស្វករអាចផ្សារភ្ជាប់នៅចំណេះដឹងគ្រឹះស្ដីទៅកាន់ការអនុវត្តដើម្បីបង្កើតការរចនាសម្ព័ន្ធក៏ដូចជាការសាងសង់ផងដែរចំពោះផលវិបាកនៃការធ្វើស្ពាននេះឡើងមកមានផលវិបាកដូចជាដោយសារតែស្ពាននេះវាមានការស្មុគស្មាញបន្តិចបើយើងកណនាបន្ទប់មិនបានត្រឹមត្រូវទេដល់ពេលដែលប្រើប្រាស់ទៅវាមានផលប៉ះពាល់ហើយមួយវិញទៀតបើសិនជាយើងរើសសម្ភារៈឲ្យបានសមស្របទេវាក៏ធ្វើឲ្យបន្ទប់នឹងកាន់តែធ្ងន់វាប្រើប្រាស់ទៅឲ្យមានប្រសំបច្ច័យនោះទេជាចុងក្រោយខ្ញុំចង់ផ្ដាំទៅសិស្សប្អូនថាដើម្បីចូលការប្រកួតនេះគឺយើងលើកទឹកចិត្តឲ្យចូលការប្រកួតដើម្បីទទួលបានបទពិសោធន៍ថ្មីក៏ដូចជាចំណេះដឹងអំពីស្ពានផងដែរមូលហេតុដែលខ្ញុំបាទសម្រាប់ចិត្តចូលរួមប្រកួតកម្មវិធីសង់ស្ពានត្រឹសនេះគឺដើម្បីផ្សារភ្ជាប់ទ្រឹស្ដីនិងការអនុវត្តដែលបានរៀនមកពីសាលានិងដើម្បីជាការបំផុសគំនិតឲ្យប្រជាជនរបស់យើងយល់ដឹងអំពីការប្រើប្រាស់និងមុខងាររបស់ស្ពានត្រឹសនេះសម្រាប់បញ្ហាប្រឈមដែលពួកយើងជួបប្រទះអំឡុងពេលសាងសង់ស្ពាននេះទី1ដោយសារតែពួកយើងមានសមត្ថភាពរបស់ពួកយើងនៅមានកម្រិតចឹងការកណនានិងការប្រើប្រាស់គ្រឿងបង្គុំរបស់ពួកយើងមានបញ្ហាដោយសារពួកយើងខ្វះគ្រឿងបង្គុំអំឡុងពេលសាងសង់នៅក្នុងអំឡុងពេលស្វែងរកគ្រឿងបង្គុំនេះធ្វើឲ្យយើងខាតពេលវេលាចំពោះមេត្រាដែលយើងយកមកប្រើប្រាស់ក្នុងការសាងសង់នេះគឺជាប្រភេទឈើស្ពោតហើយសម្រាប់ឈើស្ពោតនេះដែរគឺយើងជ្រើសរើសឈើស្ពោតដែលមានមុខកាត់ខុសៗគ្នាចំនួន3ប្រភេទទៅតាមទីតាំងទៅតាមមុខងាររបស់វាផ្សេងគ្នាហើយសម្រាប់ពេលវេលាដែលយើងប្រើប្រាស់ក្នុងការសាងសង់ស្ពានមួយនេះគឺអស់ចំណាយពេលថេរវេលា58ម៉ោងជាចុងក្រោយក្នុងនាមខ្ញុំជាសិស្សវិស្វកម្មសូមលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ដែលកំពុងតែសិក្សានៅលើមុខជំនាញនេះឲ្យមានភាពក្លាហានក្នុងការចូលរួមក្នុងការប្រកួតប្រជែងផ្សេងនៅតាមសាលាដើម្បីទទួលបានចំណេះដឹងថ្មីបទពិសោធន៍ក្នុងការអភិវឌ្ឍខ្លួនដើម្បីក្លាយជាធនធានមួយនៅក្នុងប្រទេសកម្ពុជាយើងនេះ